បាទសួស្តីបងប្អូនទាំងអស់គ្នាដែលត្រៀមប្រឡងបាក់ឌុបឆ្នាំ2026តើណាចឹងឯងលោកគ្រូមានលំហាត់រូបវិទ្យាមួយដែលតាក់ទងទៅនឹងផ្នែកthermodynamic បាទគឺមានបំលែងដោយរូបខាងក្រោមតើណាចឹងមករម៉ាំងនេះលោកគ្រូជ្រើសរើសរម៉ាំងនេះមួយ12បន្ទុកដែរឧទាហរណ៍យើងឃើញថាស្មានបរិសុទ្ធមួយត្រូវឆ្លងកាត់នៃវដ្តដំណើរការដោយរូបខាងស្ដាំរបស់យើងហ្នឹងដែលយើងឃើញថាយើងមានអមាត្រឃើញទេអមាត្រហើយខាងលើគឺអសម្ពាធដែលគេគិតជាគីឡូប៉ាស្កាល់ចឹងកណនីនេះក៏ឃើញ6បន្ទុកព្យាយាមយកឲ្យបានដែរមកកណនីថាមពលកម្ដៅសរុបក្នុងបំលែងបាត់ចឹងមានន័យថាក្នុងបំលែងពីណាបំលែងពីចំណុច A នេះចេញទៅណាបាទទៅ B ពី B មក C ពី C មក A វិញអាហ្នឹងគឺក្នុងបំលែងបិទមាន AC BA តើយើងដឹងហើយច្បាប់ទែម៉ូទី1ទែម៉ូបាទកម្ដៅគុយស្មើ W បូក delta U បាទ delta U ហ្នឹងប៉ុន្តែកន្លែងនេះដោយសារតែគេសួរពីករណីយើងដាក់ថាកអញ្ចឹងទៅមុននឹងយើងធ្វើហ្នឹងគឺយើងត្រូវស្គាល់អំពីណាតើពី A ទៅ B ហ្នឹងវាលំនាំអីពី B មក C ហ្នឹងវារងនៅលំនាំអីនៃប្រព័ន្ធ thermodynamic ហ្នឹងអញ្ចឹងត្រូវសិក្សាអំពីនឹងមួយឲ្យច្បាស់ហើយក្នុងការកណនីលេខហ្នឹងវាសាមញ្ញទេអញ្ចឹងយើងមើលនៅក្នុងបំលែងដោយរូបអញ្ចឹងមកយើងអាចបាទយើងធ្វើដំណោះស្រាយអញ្ចឹងលោកគ្រូដាក់ថាដំណោះស្រាយអញ្ចឹងយើងដាក់ពេលយើងប្រឡងផ្នែកលំហាត់យើងដាក់ថាដំណោះស្រាយអញ្ចឹងចាស់បាទដំណោះស្រាយអញ្ចឹងក្នុងបំលែងបិទកម្ដៅសរុបនៅក្នុងបំលែងបិទគឺយើងដំបូងយើងដាក់ថាតាមច្បាប់ទី1 thermodynamic ឬក៏យើងមិនចង់បែបហ្នឹងកូនសិស្សគាត់ដាក់ថាតាមរូបមន្តអីចឹងទៅបាទក៏ពិតយើងត្រឹមត្រូវបំផុតគឺយើងប្រើពាក្យថាច្បាប់ទី1 thermodynamic បាទណាបន្តមកទៀតគឺយើងនឹងសិក្សាកន្លងមួយទៅមួយអញ្ចឹងយើងដាក់មកគុយស្មើ W បូក delta I បាទនេះប៉ុន្តែគ្រាន់តែ common ដែលធ្វើនៅក្នុងបំលែងហ្នឹងវារងនៅលំនាំ3ទី1common ពីលំនាំ A ទៅ B W BC និង CA អញ្ចឹងមានន័យថា common ទាំងអស់សរុបនៅក្នុងប្រព័ន្ធយើងហ្នឹងគឺបូកបញ្ចូលគ្នាយើងរកមួយឲ្យឃើញសិនពេលដែលយើងត្រូវរកគុយសរុបនេះយើងត្រូវរក common ក្នុងលំនាំពី A ទៅ B ចឹងឃើញលំនាំពី A ទៅ B បាទពី A ទៅ B គឺជាលំនាំសម្ពាធហើយប្រែប្រួលស្មើឬក៏យើងឃើញថាពី A ទៅ B សម្ពាធវាប្រែប្រួលពី2រហូតទៅដល់ណារហូតទៅដល់8គីឡូប៉ាស្កាល់បាទគីឡូប៉ាស្កាល់ចឹងយើងឃើញថាមាត្រវាប្រែប្រួលពី6ម៉ែត្រគីបទៅ10ម៉ែត្រគីបបាទទៅ10ម៉ែត្រគីបអញ្ចឹងຂະຫນាតរបស់គេឲ្យម៉ែត្រគីបស្រាប់អញ្ចឹងយើងគ្រាន់តែយកសម្ពាធត្រង់ទីតាំងទាំងពីរបូកបញ្ចូលគ្នាចែកជា2មកគុណនឹង delta V អញ្ចឹង delta V តម្រែមរួមមាត្រអញ្ចឹងណាគឺវាប្រែប្រួលពី A ទៅ B អញ្ចឹងយកមាត្រស្ដេចដកមាត្រដើមអញ្ចឹងយក VB ដក VA អញ្ចឹងយកមកចំនួនកន្លែងនេះមកយើងទទួលបានប៉ុណ្ណឹងដោយត្រង់ PA យើងចំណល់មកអសម្ពាធបាទអសម្ពាធថងមកចំលេខ2ប៉ុន្តែຂະຫນាតរបស់យើងសម្ពាធគឺគេឲ្យគីឡូប៉ាស្កាល់អញ្ចឹង2គុណ10សេគុណ3យើងបែកទៅបាន2គុណ10សេគុណ3ប៉ាស្កាល់ពេលថង3យើងចំណល់មកអសម្ពាធមកអញ្ចឹង8គីឡូប៉ាស្កាល់អញ្ចឹងបែកមកបាន8គុណ10សេគុណ3ប៉ាស្កាល់អញ្ចឹងទៅបន្តមកទៀតយើងឃើញមាត្រថងទីតាំងនេះមាត្រថងណានេះ B យើងចំណល់មកមាត្រមកថងចំលេខ10អញ្ចឹងស្មើ10ថង A ថងទីតាំង A យើង6ម៉ែត្រគីប
ចឹងយើងធ្វើការទូទាត់គ្នាបូកដកមកចឹងយើងបូកមេគុណ2បូក8 10ចឹងចែក2 5ចឹង5អានេះ10អានេះសល់4 20ចឹងស្វ័យគុណ3នៅដដែលចឹងកុម្ម៉ននៅក្នុងលំនាំពី A ទៅ B នេះគឺ20គុណ10ស្វ័យគុណ3 0ប៉ុន្តែក្នុងលំនាំដែលស្រួលងាយជាងគេហ្នឹងមានន័យថានៅក្នុងលំនាំពី A ពី B មក C ចឹងដោយសារតែមៀតនៅក្នុងប្រព័ន្ធឬក៏លំនាំ B មក C ហ្នឹងមានន័យថាមៀតវាអត់ប្រែប្រួលទេមៀតវាត្រង់ទីតាំងលេខ10ហ្នឹងតែម្ដងយើងអាចឆ្លើយយកតើណាបាទយើងអាចឆ្លើយយកមកដោយនៅក្នុងលំនាំពី A ទៅ B បាទ A ទៅ B មានមៀតថេឬក៏រក្សាមៀតថេឬបើកវងកញ្ចក់តិចមកគឺលំនាំ A សកកាលណាលំនាំ A សកអញ្ចឹង command ដែលបំពេញនៅក្នុងពីលំនាំពី B មក C ហ្នឹងគឺស្មើនឹង0 មូលហេតុអីឧទាហរណ៍យើងកណនីលេងឧទាហរណ៍យើងមានមៀតសម្ពាធរបស់យើងគឺ V data V ដដែលជាង V 3មក C មានន័យថាយើងយក V ស្រេចមៀតស្រេចដកមៀតដើមជាងបានដើមរួមមៀតណាអញ្ចឹងវាប្រែប្រួលអញ្ចឹងឧទាហរណ៍ថង C ថងទីតាំងលេខ10 B ក៏ថង10អញ្ចឹងមៀតវាមានន័យថានេះមៀតវាមៀតវានៅថងនឹងដែរមានថាមៀតអត់ប្រែប្រួលថងហ្នឹងណាអញ្ចឹង10ដក10ដក10មិនស្មើ0នោះគឺ0ម៉ែត្រគីបជាយើងជំនួស0ម៉ែត្រគីបគុណនឹងសម្ពាធនៅតែ0ដដែលអញ្ចឹងនាំឲ្យ command ក្នុងលំនាំ BC នោះគឺស្មើ0បាទងាយបាទអញ្ចឹងពេលដែលយើងរកឃើញហើយបាទកណនី command ម្ដងទៀតប៉ុន្តែនៅក្នុងលំនាំមួយទៀតដូចរូបរបស់យើងណាលំនាំពី C ទៅ A នេះគឺ CA ឃើញណាចឹង CA យើងឃើញសម្ពាធហើយមានក៏ប្រែប្រួលដែរបាទsorry CA នោះមានថាយើងឃើញមានវាប្រែប្រួលប៉ុន្តែសម្ពាធវាយើងមិនថេនេះថងលេខ2នេះចំណោមមកលើអសម្ពាធមកថេជាយើងតាំងមក WCA ចឹងមក WCA ស្មើ P ថង A ក៏បានឬក៏យើងដាក់ PC ក៏បានបំរែបំរួលមានន័យថាវាប្រែប្រួលពីVC ទៅ A ចឹងយើងយកមៀតស្រេចដកមៀតដើមចឹងដកមៀតដើមមកយើងយើងជំនួសលេខដដែលយើងជំនួសមួយចឹងទៅប៉ុន្តែកន្លែងនេះសញ្ញាដកមានន័យថាក្នុងបំលែងតែមករៀនរបស់យើងគឺគិតសញ្ញាទាំងអស់ W ស្មើដកក៏យកបូកក៏យកមានន័យថា W ស្មើដកមានន័យថាប្រព័ន្ធក្នុងលំនាំពិសេសតាហ្នឹងគឺរង command ជាងរង command គឺសញ្ញាដក8គុណ10សេគុណ3ចឹងពេលដែលយើងរកឃើញអស់នោះយើងទទួលបាន command នៅក្នុងបំលែងសរុបយើងបូកបញ្ចូលគ្នាទាំងអស់ឃើញទេគឺយើងទទួលបាន12គុណ10សេគុណ3 0ចឹងយើងគ្រាន់តែយកអានេះ0ស្រួលទេអានេះដក8ចឹងវាសល់12ស្វ័យគុណ3ដដែលដូចនេះបាទកម្ដៅសរុបនៅក្នុងបំលែងបិទបាទបំលែងបិទពីណា A B C ទៅ A នេះចឹងគុយទាំងអស់ហ្នឹងបាទគុយ A B C A ហ្នឹងគឺស្មើ12គុណ10សេគុណ3 0ប៉ុន្តែណាសខគេចង់សួរយើងថាបើសិនបើប្រព័ន្ធអូស្មန်ប្រព្រឹត្តនៅក្នុងវដ្តបញ្ច្រាស់ហ្នឹងមានន័យថាបញ្ច្រាស់ពីណាបញ្ច្រាស់ពីA B C A ហ្នឹងចឹងយើងត្រូវមើលវិញចុះបញ្ច្រាស់ពី A B C A មានន័យថាម៉េចករណីយើងដដែលវាដើរតាមកន្លងផ្ទុយពី A មក C C ទៅ B B មក A វិញតើតើកម្ដៅដែលនៅក្នុងបំលែងនៅក្នុងវដ្តបញ្ច្រាស់ហ្នឹងស្មើប្រមាណហ្សូលអញ្ចឹងយើងអាចធ្វើម្ដងមួយដោយបែបនេះក៏បានប៉ុន្តែចឹងគ្រាន់តែយើងបដូរបន្តិចយើងមានកន្លឹះបន្តិចកាលណាអូស្មန်ប្រព្រឹត្តឬក៏ដំណើរការនៅក្នុងវដ្តបញ្ច្រាស់វាមានទិសដៅផ្ទុយពីលើមិញហ្នឹង
đầm lầy đầm lầy á cho biết đầm lầy á đầm lầyប្រហែលហ្នឹងដែលយើងឃើញវានៅរក្សាដដែលប៉ុន្តែកាក់មន់និងកម្ដៅត្រូវបានបដូរមកជាអវិជ្ជមានអញ្ចឹងមានន័យថាគាត់ណាផ្ទុយគឺយើងបដូរសញ្ញាបន្តិចអញ្ចឹងយើងគ្រាន់តែយើងសុំតាងលោកគ្រូសុំតាងគុយព្រីមស្មើ W ព្រីមចុះគឺស្មើនឹងច្រាសពាក្យច្រាសលោកសុំដាក់សញ្ញាដកពីមុខនេះដកកាមន់ដែលយើងរកឃើញនៅសំណួរកដដែលតម្លៃរក្សាដដែលតែបដូរតែនេះទិសដៅផ្ទុយបញ្ច្រាសពីមុនអញ្ចឹងនាំឲ្យគុយសរុបរបស់យើងព្រោះក្នុងម្លែងបិទយើងមិនដែលរួលតាមពលក្នុងករណីថ្មីនេះសុំតាំង data អុយព្រីមចុះអញ្ចឹងស្មើ0ស្រួលមែនទេអញ្ចឹងអត់ថាគុយព្រីមមិនស្មើ W ព្រីមបូក data U ព្រីមអញ្ចឹងយើងចំនួនលេខ W នេះមិនស្មើដក W អញ្ចឹងសល់ដក12គុណនឹង10ស្វ័យគុណ3បូក0អញ្ចឹងស្មើដដែល12គុណនឹង10ស្វ័យគុណ3 0អញ្ចឹងនេះក្នុងវត្តបញ្ច្រាសមួយអញ្ចឹងបែបហ្នឹងតែណាយើងសង្ឃឹមថាលំហាត់ប៉ុណ្ណេះបាទបងប្អូននឹងយល់បាទបំលែងប៉ុណ្ណឹងគឺយើងត្រូវមើលសិក្សាពីមួយទៅមួយអញ្ចឹងត្រូវអានប្រធានថាណាអានប្រធានគេចង់បានអីកុំតាន់បានអានស្រួលបួលផងតាមរូបមន្តយកនាំអីខុសតាណាអញ្ចឹងព្យាយាមព្រោះក្នុងបំលែងតែ model មិនហ្នឹងរូបបែបហ្នឹងគឺមើលផងព្យាយាមធ្វើលំហាត់ដែលស្តៀងនឹងច្រើនទៀតផងបាទអរគុណ